លើលោកនេះតើមានម្ដាយណាដែលអាចធ្វើចិត្តបាននៅពេលដែលកូនកំពុងពេញស្រឡាញ់ហើយត្រូវពេទ្យមកប្រាប់ថាកូនខ្ញុំធ្ងន់ណាស់ខ្ញុំត្រូវឈរមើលកូនខ្ញុំប្រកាច់នៅនឹងមុខដែលខ្ញុំអត់អាចជួយឲ្យកូនបានទេឪពុកសុខចិត្តយកដៃយកទៅលូកចូលមាត់ឲ្យកូនខំទោះបីដាច់ឈាមប៉ុណ្ណាក៏ដោយក៏លែងឈឺដែរឲ្យតែកូនអត់អីកុំឲ្យកូនខំតាពីគ្រួសារមួយដែលធ្លាប់តែមានសម្លេងសើចក្អាកក្អាយបលែងកូនបើជាមានតែសម្លេងដែលស្រែកទៅហូរយំពេញពេទ្យទាំងនេះក៏ជាទស្សនវិជ្ជាមួយដែលដកនៅក្នុងកៅផ្នែកគ្រួសារខ្ញុំនៅពេលដែលកូនស្រីច្បងបាឡាមានអាយុ1 ខួប 6 ខែហើយគាត់ឈឺធ្ងន់ដោយសារតែបន្តិចទៀតទេគឺគាត់គ្រោះថ្នាក់ដល់ជីវិតហ្មងមិននឹកស្មានទេថាកូនអាចឆ្លងផុតហើយកូនមានវត្តមាននៅមួយម៉ាក់មកដល់ពេលនេះចិត្តជាម្ដាយគ្រប់រូបមិនថាមានខ្សត់អត់ក្រយ៉ាងណាសូមឲ្យតកូនមានសុខភាពល្អហើយអ្វីដែលឪពុកម្ដាយឈឺចាប់បំផុតគឺពេលដែលឃើញកូនគេនៅលើគ្រែពេទ្យពីម្ដាយម្នាក់ដែលយល់ពីអារម្មណ៍ដែលរៀបនឹងបាត់បង់កូននេះខ្ញុំជាម្ដាយដែលមានលទ្ធភាពធូរធារផងនៅតែខ្ញុំពិបាកចូលទម្រាំម្ដាយដទៃដែលគាត់គ្មានទាំងលទ្ធភាពជីវភាពខ្សត់ខ្សោយនៅពេលដែលកូនគាត់ឈឺធ្ងន់តើគាត់នឹងលំបាកប៉ុណ្ណាចាប់តាំងពីពេលនោះមកខ្ញុំតែងតែបរិច្ចាគតិចក្តីច្រើនក្តីទៅតាមលទ្ធភាពឲ្យទៅមានមន្ទីរពេទ្យណាត្រូវការជំនួយមិនថាតិចឬច្រើនគឺខ្ញុំតែងតែបរិច្ចាគទៅដោយភាពស្ងៀមស្ងាត់ដោយមិនបង្ហាញថាខ្ញុំចូលទៅតាមមូលនិធិណាទេប៉ុន្តែឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូរការគិតទាំងអស់ហ្នឹងហើយបើខ្ញុំនៅតែបន្តស្ងៀមស្ងាត់អញ្ចឹងទៀតវាពិតជាខាតបង់ទៅដល់អ្នកដែលគាត់ត្រូវការជំនួយច្រើនណាស់ដូច្នេះតាំងពីថ្ងៃចូលឆ្នាំខ្ញុំចាប់ផ្ដើមបង្កើតកម្មវិធីរៃអង្គាសមូលនិធិមួយដែលខ្ញុំនឹងយកទឹកប្រាក់ដែលបានបង់ពីការបរិច្ចាគទាំងអស់ហ្នឹងយកទៅឲ្យមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបខ្ញុំពិតជារំភើបខ្លាំងណាស់នៅពេលដែលខ្ញុំអាចធ្វើបុណ្យជាមួយមនុស្សដែលខ្ញុំស្រឡាញ់ហើយនឹងរាប់អានទាំងអស់ហើយខ្ញុំរឹតតែរំភើបនៅពេលដែលខ្ញុំអាចមានលទ្ធភាពផ្ដួចផ្ដើមកម្មវិធីនាំអ្នកដែលខ្ញុំស្រឡាញ់ទាំងអស់មកចូលរួមការងារសង្គមមួយខ្ញុំទោះបីជាតិចឬក៏ច្រើនប៉ុន្តែវាពិតជាមានន័យហើយមានតម្លៃខ្លាំងបំផុតគ្រប់គ្នាសុទ្ធតែមានគ្រួសារអញ្ចឹងទឹកប្រាក់រៃអង្គាសទាំងអស់នេះគឺខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាដែលជាម្ចាស់ទឹកប្រាក់ទាំងអស់មិនថាតិចឬក៏ច្រើនទេសូមឲ្យគ្រួសារអ្នកទាំងអស់គ្នាមានតែសុភមង្គលមានតែសុខភាពល្អគ្រប់គ្នាពួកយើងក៏ជាចំណែកមួយដែលធ្វើឲ្យគ្រួសារជាច្រើនដែលមានកូនតូចកំពុងតែមានជំងឺគឺពួកគាត់មានក្តីសង្ឃឹមសរុបមកទឹកប្រាក់ដែលយើងរៃអង្គាសត្រឹម15នាទីនៅក្នុងថ្ងៃសង្ក្រាន្តគឺបានទទួលទឹកប្រាក់15លាន352ម៉ឺនរៀលដែលក្នុងកម្មវិធីហ្នឹងគឺខ្ញុំបង្កើតកងថ្មីមួយសម្រាប់តែធ្វើមូលនិធិនឹងតែម្ដងបងប្អូនអាចចូលទៅមើល transaction នៅក្នុង comment បានដោយសារតែហ៊ានដាក់នៅក្នុងវីដេអូទេខ្លាច Facebook ចាប់ចំនួនលុយដែលខ្ញុំរៃអង្គាសបានទាំងប្រមាណគឺខ្ញុំដាក់ទៅទាំងអស់ហើយការដែលខ្ញុំនាំទឹកប្រាក់មកលើកនេះគឺខ្ញុំមានអារម្មណ៍ថារំភើបខុសពីលើករាល់ដងដោយសារតែលើកនេះគឺខ្ញុំមិនបានមកចូលរួមតែឯងទៀតទេគឺខ្ញុំបាននាំនៅទឹកចិត្តដ៏ល្អបរិសុទ្ធជាមួយនឹងបងប្អូនជាច្រើនអ្នកដែលបានចូលរួមជាមួយខ្ញុំបងប្អូនដឹងទេថានៅកន្លែងមួយនេះពិតជាមានក្មេងៗជាច្រើនដែលកំពុងតែរងចាំពួកយើងចាប់តាំងពីឆ្នាំ1999មកមន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមារជិត3លាននាក់ដោយក្នុងនោះមានកុមារប្រមាណ350ទៅ400នាក់មកទទួលសេវាពិនិត្យព្យាបាលនិងថែទាំជំងឺជារៀងរាល់ថ្ងៃហើយរៀងរាល់ឆ្នាំខាងមន្ទីរពេទ្យគឺត្រូវចំណាយប្រមាណ$6 លានក្នុងមួយឆ្នាំដូច្នេះចំនួនទឹកប្រាក់ដែលពួកយើងចូលរួមមិនថាតិចឬក៏ច្រើនវាសុទ្ធសឹងតែជាចំណែកចូលរួមដើម្បីឲ្យមន្ទីរពេទ្យមួយនេះនៅតែដំណើរការទៅមុខហើយក្មេងៗជាច្រើនអ្នកក៏នៅតែមានសង្ឃឹមអាចបន្តជីវិតរស់រានទៅថ្ងៃមុខបានដូច្នេះចាប់ពីពេលនេះទៅក្នុងនាមខ្ញុំជាអ្នកផលិតមាតិកាម្នាក់ខ្ញុំសូមខ្ចីយកកេរ្តិ៍ឈ្មោះប្រជាប្រិយភាពនិងចំនួនអ្នកទស្សនាវីដេអូរបស់ខ្ញុំរាប់លានអ្នកកន្លងមកខ្ញុំនឹងចាប់ផ្ដើមយកវាធ្វើជាប្រយោជន៍ដើម្បីជួយសង្គមរបស់ខ្ញុំចាប់ពីពេលនេះទៅហើយតាមរយៈវីដេអូមួយនេះខ្ញុំក៏សូមភ្ជាប់និស្ស័យជាមួយនឹងបងប្អូនដែលបានទស្សនាវីដេអូមួយនេះបងប្អូនក៏អាចមានឱកាសចូលរួមចែករំលែកបងប្អូនអាចទៅដល់ផ្ទាល់ឬក៏អាចចូលរួមជាមួយនឹងខ្ញុំនឹងនាំទឹកប្រាក់ដែលបានមកពីបងប្អូនទាំងអស់ដែលបានពីវីដេអូមួយនេះយកទៅជូនដល់មន្ទីរពេទ្យកុមារអង្គរម្ដងទៀតនាងខ្ញុំនឹងរងចាំហើយនឹងចូលរួមជាមួយនឹងបងប្អូនទាំងអស់គ្នាដើម្បីកុមារកម្ពុជាមានតែស្នាមញញឹម